សាងបានធនធានមនុស្សស្មោះនឹងធម្មជាតិការពារទ្វេទៀតលោកលោកស្រីប្រិមិត្តទូរទស្សនិកជនជាទីគោរពពេលនេះខ្ញុំបាទហ៊ុនឌីណូដែលជាអ្នកយកព័ត៌មានរបស់ស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍រួមជាមួយនឹងក្រុមការងាររបស់ស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍កំពុងតែស្ថិតនៅលើកំពូលភ្នំបូកូបាទទេសភាពដ៏ល្អត្រកាលដោយដែលលោកលោកស្រីប្រិមិត្តទូរទស្សនិកជនបានជ្រាបនៅពេលនេះស្រាប់តែម្ដងហើយភ្នំបូកូដែលអតីតគឺជាកន្លែងទេសចរដ៏គួរឲ្យទាក់ទាញប៉ុន្តែសំណាងអាក្រក់ដោយសារតែរបបប្រល័យពូជសាសន៍វាបានបំផ្លិចបំផ្លាញស្ទើរតែទាំងស្រុងប៉ុន្តែរហូតមកទល់ពេលនេះក្រោមការវិនិយោគរបស់លោកអ៊ុញ៉ាសូគង់យើងឃើញថាតំបន់ទេសចរមួយនេះបានរីកដុះសុសសាយឡើងវិញគឺនៅពេលបន្តិចទៀតនេះតំបន់ឋានសួគ៌បូកូនឹងមានរមណីយដ្ឋានទេសចរដ៏ល្អប្រណិតជាច្រើននឹងលេចចេញជារូបរាងឡើងនៅក្នុងពេលឆាប់ៗនេះដូចជាសន្តាគារកាស៊ីណូនិងផ្ទះវិឡាជាច្រើនដែលត្រូវបានរចនាឡើងដ៏គួរឲ្យទាក់ទាញនៅពេលនេះផងដែរហើយពេលនេះខ្ញុំបាទក៏កំពុងតែស្ថិតនៅក្នុងបរិវេណនៃវត្តសំពៅ5ដែលជាវត្តប្រវត្តិសាស្ត្រដែលបានសល់ទុកតាំងពីបុរាណកាលមកម្ល៉េះសូមអញ្ជើញប្រិយមិត្តទូរទស្សនិកជនតាមដានទស្សនានៅបទយកាដែលផលិតដោយក្រុមការងាររបស់ស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ដូចតទៅបាទសូមក្រុមជើញខ្ញុំជួយអ្នកវិញបាញ់ទ្វេតងទៀតធម្មជាតិនឹងអ្នកអង្គភិរៈស្មោះត្រង់ភ្នំបូកូស្ថិតនៅចម្ងាយប្រមាណ148គីឡូម៉ែត្រពីរាជធានីភ្នំពេញគឺជាទីតាំងប្រវត្តិសាស្ត្រនិងជាគោលដៅទេសចរដ៏ចំណាស់មួយនៅប្រជាជាតិកម្ពុជានៅក្នុងអំឡុងឆ្នាំ1917ដល់ឆ្នាំ1922តំបន់ភ្នំបូកូនេះត្រូវបានជនជាតិបារាំងរៀបចំសាងសង់ហេដ្ឋារចនាសម្ព័ន្ធអគាររដ្ឋបាលសាលារៀនគិលានដ្ឋានលំនៅដ្ឋានសន្តាគារកាស៊ីណូភោជនីយដ្ឋានកសិដ្ឋានវត្តអារាមនិងបរិយាដំណាក់រួមទាំងកន្លែងកម្សាន្តជាច្រើនផ្សេងទៀតដែលបានទាក់ទាញចំនួនភ្ញៀវទេសចរជាច្រើនមកសម្រាកលំហែកាយនិងរីករាយជាមួយទេសភាពនិងបរិយាកាសល្អដែលជាទីសែនសុខមនោរម្យសម្រាប់ភ្ញៀវទេសចរគ្រប់មជ្ឈដ្ឋានអង្គភិវឌ្ឍបានស្រង់បវកសាងបានធនធានមនុស្សស្មោះនឹងធម្មជាតិការពារទ្វេទៀតដោយសារសង្គ្រាមនៅក្នុងអំឡុងឆ្នាំ1972ទីក្រុងបូកូត្រូវបានបោះបង់ចោលភ្នំពេញធានីល្អសោភីជាទីមោទនៈកម្ពុជាព្រះរាជាណាចក្រអាចឆាំងរីយ៉ាងរហូតមកទល់ពេលបច្ចុប្បន្ននេះព្រះរាជាណាចក្រកម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោហ៊ុនសែនជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិតបានជំរុញប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យក្នុងនោះវិស័យទេសចរត្រូវបានចាត់ទុកជាមាសពណ៌បៃតងបន្ថែមលើពីវិស័យទេសចរវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មមានសន្ទុះរីកចម្រើនគួរឲ្យកត់សម្គាល់ដែលជំរុញឲ្យអ្នកជំនួញបន្តបណ្ដាក់ទុនវិនិយោគកើនឡើងជាលំដាប់លោកអ៊ុញ៉ាបណ្ឌិតសុគង្គគឺជាអ្នកជំនួញដ៏ឈ្លាសវៃម្នាក់និងជាដៃគូវិនិយោគរបស់រដ្ឋាភិបាលក្នុងការរួមសហការធ្វើឲ្យប្រទេសជាតិកែប្រែរីកចម្រើនជាបន្តបន្ទាប់ដោយមើលឃើញពីហេដ្ឋារចនាសម្ព័ន្ធនិងសំណង់ទាំងអស់បាក់បែកទ្រុឌទ្រោមដោយសារតែសង្គ្រាមនិងការបោះបង់ចោលជាយូរឆ្នាំដោយសារតែគ្មានការថែទាំជួសជុលនិងដោយសារតែវិស័យទេសចរនៅកម្ពុជាមានការរីកចម្រើនជាបន្តបន្ទាប់ដែលទាមទារឲ្យមានការពិវត្តជាបន្តបន្ទាប់ទាំងគោលដៅទេសចរនិងសេវាកម្មនានាទន្ទឹមនេះភ្នំបូកូជាអូសៀនជាតិដ៏មានសក្តានុពលយ៉ាងធំធេងលើផ្នែកទេសចរធម្មជាតិពិសេសដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យទេសចរបង្កើតការងារលើកស្ទួយជីវភាពរស់នៅនិងកាត់បន្ថយភាពក្រីក្រតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី2របស់រាជរដ្ឋាភិបាលក្រុមហ៊ុនសុខាអូតែលដែលមានលោកអ៊ុញ៉ាបណ្ឌិតសូគង្គជាប្រធាននិងលោកបណ្ឌិតងិនបានណាល់ជាប្រធាននាយកប្រតិបត្តិបានខិតខំយ៉ាងសកម្មក្នុងការគិតគូរនិងរៀបចំអភិវឌ្ឍតំបន់ភ្នំបូកូនេះឡើងវិញដូចជាសាងសង់ផ្លូវពីជើងភ្នំទៅកំពូលភ្នំជាប្រភេទផ្លូវអ៊ុតកៅស៊ូមានទំហំធំអាចបើកបរជាគ្នាទាំងការធ្វើដំណើរឡើងនិងធ្វើដំណើរចុះត្រឡប់មកវិញរចនាសម្ព័ន្ធជារូបបវ័នតាន់សាំងថ្មីថ្មីមហាវិថីតៃរំវិថីរៀងរាល់រាត្រីរស្មីប្រងព្រាតអង្គសៀនការីបងអួតភ្នែកចិត្តអន្តរជាតិក្លែបក្លិនភិនភាំងតាក់ទាញភ្ញៀវទៀតបបួលមិត្ត
ក្រុមហ៊ុនសុខាតែដែលមានអ្នកអាជ្ញាសុខជាប្រធានគឺយើងខំប្រឹងយ៉ាងសកម្មក្នុងការជ្រើសរើសយកក្រុមហ៊ុនណាដែលមានបទពិសោធន៍ខ្ពស់ក្នុងការសាងសង់ផ្លូវដើម្បីយើងសាងសង់ផ្លូវពីជើងភ្នំរហូតដល់កំពូលភ្នំហើយទីបញ្ចប់យើងបានជ្រើសរើសក្រុមហ៊ុនមួយពីតៃវ៉ាន់ដែលគាត់ធ្លាប់មានបទពិសោធន៍ក្នុងការសាងសង់ផ្លូវរបៀបនេះជាច្រើនបាទហើយផ្លូវនេះដែរសូមជម្រាបថាគឺមានចម្ងាយ33គីឡូម៉ែត្រពីជើងភ្នំរហូតដល់កំពូលភ្នំបាទហើយពីដើមឡើយផ្លូវនេះគឺមានការលំបាកខ្លាំងណាស់ដែលយើងចាប់ផ្ដើមពីដំបូងមកគឺទ្រង់ផ្លូវគឺមានទំហំតែ4កន្លះទៅ5ម៉ែត្រទេបាទប៉ុន្តែឥឡូវនេះគឺយើងពង្រីករហូតដល់7ទៅ8ម៉ែត្ររួមផ្សំទាំងចើមផ្លូវផងគឺកន្លែងខ្លះរហូតដល់12ម៉ែត្រដើម្បីការពារសុវត្ថិភាពក្នុងការធ្វើដំណើរផងហើយដើម្បីជាការឡើងចុះហ្នឹងឲ្យវាមាន2ផ្លូវព្រោះកន្លងមកពីដើមមកគឺមានតែមួយផ្លូវទេពេលដែលអ្នកឡើងត្រូវឡើងអ្នកឈប់អ្នកចុះហ្នឹងត្រូវឈប់សិនបាទហើយការធ្វើផ្លូវនេះគឺយើងនឹងបញ្ចប់នៅក្នុងខែ12នេះហើយគឺក្នុងខែ12នេះគឺយើងនឹងបញ្ចប់ 100% តែម្ដងហើយយើងត្រៀមនឹងបើកឲ្យជាការធ្វើដំណើរជាសាធារណៈនៅក្នុងខែ1ថ្ងៃទី31បាទក្រុមហ៊ុនទីស្អឹមនេះបានទទួលសិទ្ធិសាងសង់ពីក្រុមហ៊ុនសុខាហូតែលដើម្បីសាងសង់ផ្លូវឡើងភ្នំបូកគោចំនួន33គីឡូម៉ែត្របាទមកទល់ពេលនេះយើងបានសម្រេច 95% និងចន្លោះ 95% 98% បាទចំពោះការសាងសង់យើងបានជួបផលលំបាកជាច្រើនដែរដោយសារនៅនេះជាតំបន់ភ្នំហើយនឹងភ្លៀងច្រើនបាទក្នុងមួយឆ្នាំគឺភ្លៀងរហូតដល់8ខែណាយ៉ាងទៀតចំពោះផ្លូវនេះដោយសារពីមុនផ្លូវយើងទុកតល់យូរអញ្ចឹងផ្លូវមានលក្ខណៈតូចចង្អៀតអញ្ចឹងយើងបានពង្រីកទៅផ្លូវរហូតដល់ពុតកស៊ូ8ម៉ែត្រជើងក្រោមកស៊ូជាន់លើនឹង7ម៉ែត្របាទមកជាតិផ្ដាំអ្នកបានជាក់ច្បាំងថាអ្នករាំងសាខ្ញុំពុំរងវិតខ្ញុំជួយអ្នកវិញបាញ់ទ្វេតងទៀតធម្មជាតិនឹងអ្នកអភិរក្សការធ្វើដំណើរនៅលើកំពូលភ្នំបូកគោគឺលោកអ្នកប្រើរយៈពេលត្រឹមតែប្រមាណជា30នាទីជាមួយការធ្វើដំណើរប្រកបដោយផាសុកភាពសុវត្ថិភាពខ្ពស់ពិសេសទស្សនាជាមួយទេសភាពដ៏ល្អត្រកាលនៅតាមដងផ្លូវធ្វើដំណើរធ្វើឲ្យលោកអ្នកស្ទើរតែមិនបានគិតថាខ្លួនកំពុងធ្វើដំណើរឡើងចំណោតភ្នំនោះឡើយភាពស្រស់ស្រាយបាត់អស់នៅភាពនឿយហត់នៅតាមដងផ្លូវលោកអ្នកអាចទស្សនាធម្មជាតិនិងសមិទ្ធផលជាច្រើនរួមមានរូបសំណាកលោកយាយម៉ៅថ្មីសាងសង់ក្នុងទំហំធំជាងមុនមានរចនាបថប្រសើរជាងមុនបន្ទាប់ធ្វើដំណើរមិនប៉ុន្មាននាទីទៀតនោះលោកអ្នកនឹងបានទៅដល់អគារសូរូមថ្មីមួយទីនោះលោកអ្នកអាចទស្សនាលម្អិតនិងស៊ីជម្រៅអំពីគំរូប្លង់និងផែនទីក៏ដូចជាសមិទ្ធផលរួមនៅលើរមណីយដ្ឋានឋានសួគ៌បូកគោនេះពាក់ព័ន្ធទៅនឹងបញ្ហាសមិទ្ធផលនិងគម្រោងអនុវត្តបន្តនាពេលអនាគតរបស់ក្រុមហ៊ុនសុខាអូតែលលោកបណ្ឌិតងិនបាណាល់ប្រធាននាយកប្រតិបត្តិបានបញ្ជាក់ថាដល់សប្តាហ៍ថ្ងៃនេះគឺយើងបានមានសមិទ្ធផលជាច្រើនដែលបានកើតឡើងបាទហើយនៅក្នុងនឹងដែរគឺសម្រាប់ជាប្លង់មេតែម្ដងគឺយើងចែកចេញជា3ដំណាក់កាលបាទហើយក្នុងដំណាក់កាលទី1នីមួយៗហ្នឹងគឺយើងមានជំហានផ្សេងគ្នាបាទហើយមកដល់ពេលនេះគឺយើងបានសម្រាប់នៅលទ្ធផលមួយចំនួនដូចជាផ្លូវដែលយើងបានឃើញកន្លងមកហើយគឺផ្លូវដែលឡើងពីជើងភ្នំមកដល់កំពូលភ្នំនេះបាទហើយនឹងមានពន្ធហេដ្ឋារចនាសម្ព័ន្ធមួយចំនួនធំទៀតគឺមានបង្គោលខ្សែភ្លើងដែលយើងរត់ពីខេត្តកំពតរហូតដល់ជើងភ្នំហើយពីជើងភ្នំរហូតដល់កំពូលភ្នំតែម្ដងបាទហើយនឹងតំបន់ទំនប់ទឹកដែលយើងសម្រាប់គុតគង់ជាតម្រូវការសម្រាប់ការប្រើប្រាស់របស់អូតែលដែលមានជាຂະຫນាតអន្តរជាតិមួយដែលយើងនឹងបើកឲ្យដំណើរការសាកល្បងនៅក្នុងថ្ងៃទី31ខែមករាខាងមុខនេះបាទគឺមាននៅក្នុងរូបភាពនេះស្រេចគឺបាទ
អូតែលកាស៊ីណូនេះគឺមានចំនួន418បន្ទប់ជាជំហានទី1បាទនៅក្នុងហ្នឹងគឺយើងមានភោជនីយដ្ឋានចំនួន12ដើម្បីបម្រើជូនភ្ញៀវទេសចរទាំងអស់ហើយដែលមានបម្រើនៅមុខម្ហូបផ្សេងគ្នាបាទជាច្រើនមុខហើយនៅជំហានទី2នោះគឺយើងនឹងបង្កើតរហូតដល់600បន្ទប់នៅពីក្រោយសន្តាគារនេះតែម្ដងទីតាំងនេះគឺជាទីតាំងពិសេសបំផុតដែលយើងបានទទួលយកមកធ្វើការអភិវឌ្ឍនេះគឺយើងគិតថាជាទីតាំងដែលមានសក្តានុពលខាងផ្នែកទេសចរល្អណាស់បាទគឺមានតាំងជាលក្ខណៈប្រវត្តិសាស្ត្រផងនិងជាអេកូទេសចរផងបាទហើយលក្ខណៈប្រវត្តិសាស្ត្រគឺយើងមានអគារមួយចំនួនដែលសល់ពីជំនាន់អាណានិគមបារាំងដែលយើងបានទុកធ្វើជាសារមន្ទីរបាទហើយនឹងបើនិយាយពីអេកូទេសចរវិញគឺប្រសើរបំផុតគឺទី1គឺអាកាសធាតុដែលមានលក្ខណៈត្រជាក់ហើយពីមួយឆ្នាំទៅមួយឆ្នាំពេញហ្នឹងគឺអាកាសធាតុគឺមិនលើសពី15ដឺក្រេទេបាទហើយនឹងមានព្រៃឈើជាច្រើនផ្កាចម្លែកជាច្រើនបាទហើយនឹងមានមេអំបៅដែលមួយទៀតយើងនឹងបង្ហាញជូននៅតាមផ្លូវទៅវាលស្រែ100និងវាលស្រែ500បាទដោយឡែកអាដាមសូម៉ារ៉ារដ្ឋលេខាធិការក្រសួងទេសចរមានគំនិតសុតិធិនិយមចំពោះការតាក់ទាញភ្ញៀវទេសចរនៃតំបន់រមណីយដ្ឋានឋានសួគ៌បូកូយ៉ាងដូចនេះថារមណីយដ្ឋានឋានសួគ៌បូកូនេះឯងយើងប្រើពាក្យថារមណីយដ្ឋានឋានសួគ៌បូកូយើងឃើញហើយថាបច្ចុប្បន្ននេះពិភពលោកទាំងមូលផែនដីយើងកំពុងតែរងឥទ្ធិពលនៅការឡើងកម្ដៅដោយសារការបំរែបំរួលធាតុអាកាសនឹងការខូចរិចរិលរកបរិស្ថាននិងស្រទាប់ការពារផែនដីធាតុអាកាសផែនដីបានឡើងកម្ដៅដូច្នេះសេចក្តីតម្រូវការរមណីយដ្ឋាននិងទីកន្លែងសម្រាប់កម្សាន្តដែលមានសីតុណ្ហភាពដែលទទួលរងនៅរបបអាស៊ីមូសុងណាយើងទទួលសីតុណ្ហភាពពី12ទៅ20អង្សានេះគឺជាផលិតផលទល់ផលិតផលឯកមួយព័ទ្ធជុំវិញទៅដោយគិរីបុព្វតាភៀវស្រងាត់ស្រស់បំពងស្រស់បំប្រងបុប្ផារាប់រយរាប់ពាន់ប្រភេទទីនេះគឺប្រកាសជាឋានសួគ៌នៅលើផែនដីដែលយើងឃើញថាយើងនៅឈរជាប់ជាមួយពពកតែម្ដងដូច្នេះរមណីយដ្ឋានឋានសួគ៌បូកូនឹងคล้ายទៅជាមេដែកស្រក់មេដែកឆក់ម៉ាក់ញ៉េតគឺថាមេដែកឆក់ភ្ញៀវទេសចរដោយសារអត្តសញ្ញាណរបស់ខ្លួនដោយសារភាពទល់ភាពឯករបស់ខ្លួនជាមួយនឹងផលិតផលខ្នាតអន្តរជាតិហូតែលកាស៊ីណូផ្កាយ5និងសេវាកម្សាន្តនានាការវាយកូនគោសបែបដោយលោកកញ្ញាទៅបរិយានេះគឺជាផលិតផលថ្មីមួយដើម្បីផ្ដល់នៅភាពទេសចរកំសារៈកំសាន្តទាំងភាពទេសចរជាតិនិងអន្តរជាតិរួមអង្គភិរៈបង្រិឋានអង្គភិវឌ្ឍបានស្រង់បវកសាងបានធនធានមនុស្សស្មោះនិងធម្មជាតិការពារទ្វេទៀតបានល្អផ្លូវបេតុងតភ្ជាប់ពីខ្ពង់រាបទី1ពីមុខវត្តសំពៅ5ទៅខ្ពង់រាបទី2ដែលកាត់តាមតំបន់វាលស្រែ100ចម្ងាយជាង11គីឡូម៉ែត្រត្រូវបានរាជរដ្ឋាភិបាលប្រសិទ្ធនាមថាវិថីគិរីដេជោសែនជ័យនិងផ្លូវមួយខ្សែទៀតចម្ងាយជាង4គីឡូម៉ែត្រសាងសង់ពីបេតុងតភ្ជាប់ទៅខ្ពង់រាបទី2ពពកវិលនិងទៅកាន់តំបន់ទឹកធ្លាក់ត្រូវបានរាជរដ្ឋាភិបាលប្រសិទ្ធនាមថាវិថីគិរីដេជោគង្គៀតាមរយៈការសាងសង់នៅផ្លូវទាំងពីរខ្សែនេះនឹងផ្ដល់នូវភាពងាយស្រួលសម្រាប់ភ្ញៀវទេសចរធ្វើដំណើរទស្សនាជុំវិញតំបន់ភ្នំពិសេសគឺតំបន់វាលស្រែ100តំបន់ពពកវិលនិងតំបន់ទឹកធ្លាក់ក្រុមហ៊ុនបានរៀបចំឲ្យមានជាតំបន់ស្នាក់នៅហើយនេះនៅពីក្រោយនេះជាប្លុកមួយក្នុងចំណោម11ប្លុកដែលយើងបានបែងចែកសិក្សាក្នុងប្លុកមួយ
dương miền bộ phận lời quạt khoái rồi dương ở lục khơi là mấy lời quạt khoái nàyวันแทนที่คือมินเปะอุปกรณ์ดูตักซอยอุปกรณ์ตักไว้ในอุปกรณ์เพลิงครบครันในเรือดำบอลนี้ล็อกวีลาสาวเราคืออุปกรณ์ประมวยรอยโหลvà hai chỉ một con mùi đó hay việc bài chạy chỉ piประเภทโลมวยคือประเภทที่มวยคือประมวยรอยกระเรวันนี้ทำมาไพ่คนไหนซ้ำhay ประเภทที่พี่คือมาป้อนปีรอยกระเรคือซ้ำคนไหนใส่จมพัวโมดราชนาบอดเตะในเรือนี้ยังมีดอกมวยบล็อกเทียนจังข้างกรงพ้นมันเรียบเจ้าหมายมีนเดียผมรู้เตะดอกมวยประเภทมีนแดงราชนาบอดขมายตุ่มเนิบราชนาบอดบอลเตะคือรวมนี่ยังอาทิตย์จนอาจจะเจริญtớiทางจำนวนจัดมานี่คือจะอ้างสต็อกตึกแบบได้บานมันซอลตกมาตั้งปีสมัยนั้นในกลุ่มบางม้อให้บรรทอนไปกรมหุ่นยังบานสดาโรยแล้วให้เลยนั่งอาจมีสมรรถภาพตกตึกบานรอดอลสายสบูนแต่สายสปรามเมินไม้กิบบาดให้บรรทอนมาเลยนั่งยืนกับพงแต่สร้างสถานีบ่มตึกมวยแต่ยังบ่มให้ยังโยแต่จรนั่นเลยเราไม่พุดกุ้งเตยสัมภาระกี้นั่งคาสิโนหรือบ่าอยู่ในทางเรือเนาะให้ยืนกับเมียนกลุ่มรุ่งนั่งพูดจิตตึกจรดอบสำหรับบำราพยมในเรือนี่พองนายบาให้ส่งมาจากตึกนี่คือยังบานพญาtừประเทศไทยเอาคิดเพื่อแต่สารบองโดยหอยคือบานจบโดยรอละให้บรรทอนมาเตี้ยยังมาพญาtừประเทศสิงคโปร์เตี้ยคือบานประเจ้ามาโดยให้คือถ้าตึกนี้อาจปลาประบานคืออันเป็นปัญหาปลาปอดเราสังเกตเถอะบ้างในថ្ងៃទី31 ខែមករាឆ្នាំ 2012 រមណីយដ្ឋានឋានសូបូកូនឹងបើកឲ្យភ្ញៀវទេសចរជាតិអន្តរជាតិចូលទស្សនាដោយសេរីដោយក្រុមហ៊ុនបានធ្វើការបណ្ដុះបណ្ដាលបុគ្គលិករាប់ពាន់នាក់ដើម្បីត្រៀមបម្រើលើគ្រប់សេវាកម្មប្រកបដោយការពេញចិត្តនិងការទទួលខុសត្រូវខ្ពស់ដើម្បីជំរុញឲ្យរមណីយដ្ឋានឋានសូបូកូនេះក្លាយទៅជាតំបន់ទេសចរដ៏ពេញនិយមនៅទិសនិរតីក្រុមហ៊ុនសុខាអូតែលបានយកចិត្តទុកដាក់ខ្ពស់ដើម្បីបម្រើផលប្រយោជន៍រួមដែលធ្វើការអភិវឌ្ឍមិនមើលរំលងនៅការអភិរក្សគឺធ្វើយ៉ាងណាឲ្យកត្តាទាំងពីរនេះដើរទន្ទឹមគ្នាដោយរក្សាឲ្យបាននៅបរិស្ថានធម្មជាតិតាមរយៈការរៀបចំប្រព័ន្ធចោះទឹកកាកសំណល់នៅលើកំពូលភ្នំដាំឈើរាប់ម៉ឺនដើមនៅតាមដងផ្លូវដើម្បីរក្សានៅភាពបៃតងនិងការពារបរិស្ថានធម្មជាតិឲ្យស្រស់បំព្រងសូមបញ្ជាក់ថាគម្រោងវិនិយោគទាំងមូលទៅលើរមណីយដ្ឋានឋានសូបូកូមានតម្លៃគិតជាទឹកប្រាក់ប្រមាណជា$1000 លានសហរដ្ឋអាមេរិកក្រុមហ៊ុនក៏មានគម្រោងសាងសង់នៅសាលសន្និសីទខ្នាតអន្តរជាតិមួយកន្លែងនៅលើភ្នំបូកូនេះដែលអាចផ្ទុកមនុស្សបានរហូតដល់ទៅ6000នាក់ហើយដែលគ្រោងបញ្ចប់ការសាងសង់នៅក្នុងខែមេសាឆ្នាំ 2012 ខាងមុខនេះបានលោកស្រីប្រិមត្តទូរទស្សនិកជនជាទីគោរពបាទពិតជាអស្ចារ្យមែនទែនជាមួយនឹងគម្រោងប្លង់មេក៏ដូចជាទេសភាពផ្សេងដែលក្រុមការងាររបស់យើងខ្ញុំបានផ្ដិតជូនលោកអ្នកទស្សនានៅលើកំពូលភ្នំបូកូក៏ដូចជាតាមបណ្ដោយផ្លូវដែលយើងធ្វើដំណើរឆ្ពោះទៅកាន់រមណីយដ្ឋានបូកូនៅខាងលើកំពូលភ្នំបូកូផ្ទាល់តែម្ដងបាទការកសាងប្រកបដោយសុខសន្តិភាពបែបនេះបង្ហាញឲ្យឃើញថាបរិជាណចក្រកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃបរិជាណចក្រកម្ពុជាដែលមានក្រសួងទេសចរជាសេនាធិការលោកបានគិតគូរខ្ពស់ធ្វើយ៉ាងណាជំរុញអភិវឌ្ឍនៅតំបន់មួយដែលយើងមើលឃើញថាជាតំបន់ដែលពុំសូវមានការតាក់ទាញនោះឲ្យក្លាយទៅជាតំបន់មួយដែលមានការតាក់ទាញគួរជាទីចាប់អារម្មណ៍ពីសំណាក់ប្រជាជាតិនិងអន្តរជាតិបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រិយមិត្តទូរទស្សនិកជនគ្រប់មជ្ឈដ្ឋានទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃតាមដានទស្សនានៅបទយកការស្ដីអំពីឋានសួគ៌ភ្នំបូកូដែលផលិតដោយស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍នៅពេលនេះបាទសូមជូនពរលោកអ្នកនៅក្នុងឱកាសឆ្នាំថ្មីឆ្នាំ 2012 នេះជួបប្រទះតែនឹងសេចក្តីសុខរកទទួលទានមានបានគ្រប់ក្រុមគ្រួសារបាទពេលនេះខ្ញុំបាទហូឌីណូជាមួយនឹងក្រុមការងារដែលផលិតនៅបទយកការនេះសូមអរគុណសូមជម្រាបលា